Simple simple របៀបនៃការបិទបើកកន្ត្រៃនេះលើតាប់ឡូវាមានរូបកន្ត្រៃអញ្ចឹងបានន័យថាម៉ាស៊ីននេះបិទកន្ត្រៃហើយនៅពេលដែលយើងហុងគឺអត់កន្ត្រៃវាអត់កាត់ទេផុតក៏អត់កាត់ផុតក៏កាត់ដបូងក៏អត់កាត់ដែរយើងអត់កាត់ទេតែយើងចុចយើងចូលមកកន្ត្រៃអស់នេះចុចស្មាកន្ត្រៃមួយនៅទី7ជ្រើសយកលេខ1បើកកន្ត្រៃមុខលេខ2បើកកន្ត្រៃក្រោយលេខ3បើកទៅមុខខាងក្រោយអញ្ចឹងសេវវាមកហើយយើងផុងកាត់មុខមួយក្រោយមួយទៀត